យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថាតែស្លឹកគ្រៃមិនត្រឹមតែជាភេសជ្ជៈដែលមានក្លិនក្រអូបប្រហើរនិងជួយឲ្យអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងមានគុណសម្បត្តិយ៉ាងអស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវតាមរយៈការសិក្សាស្រាវជ្រាវនោះបានរកឃើញថាសារធាតុសកម្មដែលមាននៅក្នុងស្លឹកគ្រៃមានសមត្ថភាពក្នុងការជួយទប់ស្កាត់ការរីកលូតលាស់និងអាចកម្ចាត់កោសិកាមហារីកមួយចំនួននៅក្នុងរាងកាយបានទៀតផងការទទួលទានតែស្លឹកគ្រៃជាប្រចាំត្រូវបានគេជឿជាក់ថាអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយឲ្យកាន់តែរឹងមាំដើម្បីប្រឆាំងនឹងការកកើតកោសិកាមិនធម្មតាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លានៅក្នុងភេសជ្ជៈប្រភេទនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់ជាតិពុលនិងការពារកោសិកាល្អៗពីការបំផ្លាញនេះគឺជាជម្រើសដ៏សាមញ្ញនិងមានតម្លៃទាបដែលមនុស្សគ្រប់គ្នាអាចអនុវត្តបានដើម្បីបង្កើនសុខុមាលភាពនិងការពារខ្លួនពីហានិភ័យនៃជំងឺមហារីកតាមបែបធម្មជាតិការប្រុងប្រយ័ត្នព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះបើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវ